random access memory ឬក៏យើងហៅថា RAM វាគឺជាផ្នែកមួយនៃកុំព្យូទ័រដែលធ្វើឲ្យកុំព្យូទ័រដំណើរការបើសិនជាគេចាត់ទុក CPU គឺជាគោលក្បាលអញ្ចឹង RAM ដូចជាបេះដូងអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកនរគ្នាតទៅនឹងប្រវត្តិរបស់ RAM និងការកកើត RAM អញ្ចឹង RAM កើតឡើងមកពីសារធាតុ silicon copper ឬក៏យើងហៅថាទង់ដែងហើយនិងមាសអ្នកនរគ្នាស្ដាប់ច្រឡំទេគឺមាសយើងដឹងថាកុំព្យូទ័របង្កើតឡើងនៅអំឡុងឆ្នាំ1940ទៅឆ្នាំ1950ប៉ុន្តែពេលហ្នឹងគឺអត់ទាន់មាន RAM ដូចសម័យទំនើបទេកាលនោះគេប្រើ magnetic RAM ហើយនឹង magnetic Hall switch ពេលហ្នឹងវាពិតជាពិបាកមែនតើដោយសារទី1វាធំទី2វាយឺតអត់ទាន់សម័យហើយទី3យើងដឹងថានៅពេលដែលធំគឺវាថ្លៃនិងទី3គឺថ្លៃអញ្ចឹងក្រោយមកទៀតនៅឆ្នាំ1968លោក Robert Dennett គាត់បានបង្កើត one transistor ឬក៏យើងហៅថា dynamic RAM ឬក៏ពាក្យកាត់គេហៅថា DRAM អំឡុងឆ្នាំ1968ហ្នឹងគឺបានទទួលស្គាល់និងសិក្សាបន្ថែមនៅ IBM នៅពីឆ្នាំក្រោយមកទៀតអំឡុងឆ្នាំ1970 RAM ដំបូងគេរបស់ Intel គឺបានចេញឡើងគឺមានឈ្មោះថា C1103 វាមានទំហំតូចទំនើបហើយទំហំទុកគឺធំជាងមុនហើយដំណើរការក៏លឿនជាងមុនដែរជាពិសេសគឺធូរថ្លៃជាងមុនដោយសារការមុនគឺធំការដែលយើងអត់មានRAM ដូចសម័យទំនើបហ្នឹងអញ្ចឹងណាមិនតែប៉ុណ្ណោះ capacity របស់វាឬក៏ទំហំទុករបស់វាគឺ1 KB ឬក៏1 KB នៅក្នុងកុំព្យូទ័រយើងហ្នឹងតាមពិតទៅគឺមាន RAM 2ទី1គេហៅ SRAM ទី2គឺ DRAM ដែលយើងស្គាល់សប្តាហ៍ថ្ងៃហ្នឹងគឺ DRAM ចុះអីគេ SRAM តួនាទីវាគឺខាច់នៅក្នុង CPU អញ្ចឹងបើសិនជាមាន RAM អីហេតុអីបានប្រើខាច់នៅក្នុង CPU ទៀតទៅតាមពិតទៅខាច់នៅក្នុង CPU ហ្នឹងគឺប្រើដើម្បី balance speed រវាង RAM និង CPU យើងដឹងស្រាប់ហើយថា RAM គឺបញ្ជូនទៅនៅឲ្យ CPU ដើម្បីគណនាប៉ុន្តែការបញ្ជូនហ្នឹងគឺយឺតពេកអញ្ចឹងខាងអ្នកវិទ្យាសាស្ត្រឬក៏អ្នកដែលផលិតកុំព្យូទ័រហ្នឹងគេបានបង្កើត cache ដែលនៅក្នុង CPU ដើម្បីផ្ទុក data ណាដែលប្រើជាញឹកញាប់អញ្ចឹង CPU គឺមិនចាំបាច់យក data ពី RAM មកម្ដងទៀតទេឥឡូវយើងចូលមកដល់ DRAM យើងវិញនៅគ្នាយើងនៅអំឡុងឆ្នាំ90គេក៏បានអភិវឌ្ឍ DRAM ហ្នឹងទៅជា SDRAM ឬក៏ពាក្យពេញ Synchronous Dynamic RAM ដែលការអាប់ដេតនេះគឺធ្វើឲ្យវាធ្វើការស៊ីគ្នាជាងមុនជាមួយនឹង clock របស់ CPU អញ្ចឹងសប្តាហ៍ថ្ងៃប្រទេសធំៗដែលបង្កើត RAM ហ្នឹងមានដូចជាប្រទេសកូរ៉េនិងអាមេរិកកូរ៉េមានដូចជាក្រុមហ៊ុន Samsung និង Hynix ចំណែកអាមេរិកមានដូចជាក្រុមហ៊ុន Micron ជាដើមឥឡូវយើងមកនិយាយតាក់ទងនឹង size និងទំហំរបស់ RAM វិញចំពោះ size របស់ RAM គឺគេគិតជា megabyte ឬក៏ gigabyte ដែលសប្តាហ៍ថ្ងៃហ្នឹងគឺ gigabyte ប៉ុន្តែការអតីតកាលអំឡុងឆ្នាំ2000អីក៏គេប្រើនៅ megabyte ដែរអាចជា128 megabyte ឬក៏552 megabyte ទៀតហើយ PC បច្ចុប្បន្ន PC កុំព្យូទ័រដែលយើងប្រើសប្តាហ៍ថ្ងៃហ្នឹងជាមធ្យមគឺ8 gigabyte ទៅដល់32 gigabyte ចំពោះ high end game ឬក៏ការងារធំអីគេអាចតឡើងទៅដល់ 64G ទៅដល់ 128 GB ជាដើមយើងដឹងស្រាប់ហើយថា RAM គឺជាអ្នកផ្ទុកទិន្នន័យបណ្ដោះអាសន្នចាំមានន័យថា app ណាក៏ដោយនៅពេលដែលយើង click ដើម្បី open វានោះវានឹងដំណើរការនៅលើ RAM ឧទាហរណ៍ថាយើងបើក Google Chrome នោះ RAM នឹងចាប់ផ្ដើមធ្វើដំណើរការចាប់ផ្ដើមដំណើរការបន្ទាប់មកទៀតបើសិនជាយើងចាប់ផ្ដើម click លើ app ផ្សេង YouTube Facebook TikTok ឬក៏អីផ្សេងទៀត software Excel Office ជាដើមអញ្ចឹងទាំងអស់ហ្នឹងគឺផ្ទុកនៅលើ RAM បណ្ដោះអាសន្នទាំងអស់អញ្ចឹងហើយបានយើងឧទាហរណ៍ថាបើសិនជា RAM យើងកាន់តែធំនោះយើងនឹងផ្ទុកបានច្រើនអត់ទេអត់ slow ឬអត់លេខចំណែកបើសិនជា RAM តូចអាហ្នឹងយើងដឹងស្រាប់ហើយនៅពេលដែលយើងធ្វើការច្រើនក្នុងពេលតែមួយអាចធ្វើឲ្យកុំព្យូទ័ររបស់យើងក្តៅជាដើមឬក៏តាក់អញ្ចឹងការបញ្យល់ពី size ឬក៏ទំហំរបស់ RAM គឺបានបញ្ចប់ឥឡូវយើងចូលទៅដល់ speed នៅក្នុង RAM វិញតើ speed គេគិតរបៀបម៉េចហើយវាដំណើរការរបៀបម៉េចចំពោះ speed ឬក៏ល្បឿនគឺគេសំដៅទៅដល់ការបញ្ជូន data ពី RAM ទៅ CPU ឧទាហរណ៍ដដែលដើម្បីគ្នាយើងស្រួលយល់ឧទាហរណ៍ថាយើង click ទៅលើ Chrome មួយហើយយើងចាប់ផ្ដើម search ពាក្យឬក៏ website ណាដែលយើងចង់ search នៅពេលដែលយើង click send ទៅនោះការគណនាគឺ send ទៅ CPU គេបានកំណត់ថ្នាក់ល្បឿនរបស់ RAM គឺជា megahertz អញ្ចឹង mega មកពី million hertz ចុះ hertz មកពីអីគឺជាការរំវិលជុំមួយជុំឬក៏ frequency កង់អញ្ចឹង megahertz ឧទាហរណ៍ថា1 megahertz មានថា1លានជុំគឺដំណើរការ data ដែល send ទៅ CPU 1លានដងក្នុង1វិនាទីជាដើមហ្នឹងហើយខ្ញុំឆ្លៀតពាក់តិចតាក់ទងនឹង series របស់ RAM គេក៏បាន update
ពី DRAM ទៅ SDRAM បន្តមកទៀតក៏គេចាប់ផ្ដើម update ពី DDR1 DDR2 រហូតដល់ DDR5 បច្ចុប្បន្នហ្នឹងអញ្ចឹង DDR1 គេប្រើអំឡុងឆ្នាំ2000វាគឺ slow ប៉ុន្តែអាចប្រើបានពេលហ្នឹងណាចំពោះ RAM ខ្សែវិញគឺ 128 MB រហូតដល់ 1GB ហើយ DDR2 គឺអំឡុងឆ្នាំ2010 2005 2010គឺមាន DDR2 វាលឿនជាង DDR1 RAM របស់វាមានទំហំ 512 MB ទៅ 14 GB ជាដើមបន្តមកទៀតអំឡុងឆ្នាំ2010គឺ DDR3 DDR3 គឺពិតជា popular មែននៅអំឡុងឆ្នាំនោះដោយសារវាលឿនបើការលឿនហើយក្នុងមួយ RAM អាចមានទំហំ 1G ទៅដល់ 16G ចំពោះ desktop វិញ 4G ទៅដល់ 16G អំឡុងឆ្នាំ2010បើយើងគិតទៅ 16G គឺធំអញ្ចឹងការប្រើគឺ popular មែនតើចំណែកអំឡុងឆ្នាំ2014រហូតដល់2020ឬបច្ចុប្បន្នក៏នៅមានប្រើដែរគឺ DDR4 វាលឿនជាង DDR3 ហើយទំហំរបស់វាគឺ 4G រហូតដល់ 32G អាចឈានទៅដល់ 64G ក៏ថាបានដែរចំពោះ desktop ធម្មតា 8G ដល់ 32G ហើយចំពោះកុំព្យូទ័រដែលខ្ញុំប្រើរាល់ថ្ងៃនេះគឺប្រើ DDR4 ដូចគ្នាតែ2020បច្ចុប្បន្ននេះគេបាន update មកដល់ DDR5 អំឡុងឆ្នាំ2020មកដល់បច្ចុប្បន្នគឺវា update ពី DDR4 ដែលវាលឿនជាងទំហំផ្ទុក 8G រហូតដល់ 128G ជាដើមចំពោះ high game ឬក៏ work គឺប្រើរហូតដល់ 128G ជាដើមអញ្ចឹងគឺវាច្រើនអញ្ចឹងបកមកល្បឿនយើងវិញព្រោះ DDR4 គឺមាន speed 800ទៅដល់ 2133 MHz បើយើងនិយាយស្រួលស្ដាប់ទៅគឺ 8 លានជុំដែល RAM send data ទៅ CPU ក្នុង1វិនាទីអញ្ចឹងវាពិតជាលឿនមែនទែនDDR4 1600ទៅ3200 MHz ចំណែក DDR5 គឺ4800ទៅដល់6400 MHz ជាដើមចំពោះដំណើរការនៅក្នុងកុំព្យូទ័រពី RAM ទៅ CPU ខ្ញុំបាននិយាយជាបឋមហើយប៉ុន្តែខ្ញុំបញ្យល់អត់នៅក្នុងវីដេអូក្រោយបាទអរគុណ